គេថាលទ្ធភាពត្រឹមប៉ុណ្ណឹងឲ្យកូនទៅបន្តការសិក្សាធ្វើអីមានលទ្ធភាពឲ្យកូនចំណាយរៀនធ្វើអីរៀនចប់ហើយឲ្យមានការងារធ្វើផងហ្នឹងខ្ញុំឈ្មោះស្រេងដាលីនជាគ្រូបច្ចេកទេសនៅវិទ្យាស្ថានវិទ្យាបច្ចេកទេសខេត្តកំពង់ចាមខ្ញុំមានស្រុកកំណើតនៅភូមិទួបេងឃុំក្រឡាស្រុកកំពង់សៀមខេត្តកំពង់ចាមខ្ញុំមានបងប្អូនចំនួន10នាក់ខ្ញុំគឺជាកូនពៅជាកូនទី10តែម្ដងម្ដាយរបស់នាងខ្ញុំពីដើមមកគាត់គឺជាអាជីវករលក់ដូរធម្មតាហ្នឹងហើយឪពុកគឺជាកសិករតែបច្ចុប្បន្ននេះគាត់មានអាយុច្រើនហើយចាស់ជរាអស់ហើយខ្ញុំរៀនបឋមសិក្សានៅបឋមសិក្សាទួបេងនិងបឋមសិក្សាអង្គរដីអនុវិទ្យាល័យនៅវិទ្យាល័យរៀននៅវិទ្យាល័យសម្ដេចជួនណាតក្រោយបញ្ចប់ការសិក្សាថ្នាក់ទុតិយភូមិខ្ញុំបានទៅដាក់ហាលបកនៅសាលា NII ជ្រើសរើសជំនាញព័ត៌មានវិទ្យាកាលពីដើមឡើយចប់ថ្នាក់ទី12ភ្លាមយើងអត់ដឹងថាយើងត្រូវរើសជំនាញអីទេតែបងប្រុសខ្ញុំហ្នឹងគាត់បានទៅរៀនមុនចឹងគាត់ផ្ដល់គំនិតថាគួរតែរៀនជំនាញនេះទៅថ្ងៃអនាគតនឹងមានការរីកចម្រើនចឹងខ្ញុំអត់ដឹងថាជ្រើសរើសជំនាញអីទេហើយតែជំនាញដែលខ្លួនឯងស្រឡាញ់ហ្មងហ្នឹងគឺខាងទេសចរពីនេះមកគឺខំប្រឹងរៀនខាងភាសាហើយនឹងភូមិប្រវត្តិពីមធ្យមសិក្សាទុតិយភូមិតែពេលដែលចប់ភ្លាមនិស្សិតកាលពីសម័យនោះយើងអត់មានគ្រឹះពីក្រោមទេមានថាយើងរៀនចប់ភ្លាមអត់ដឹងថាត្រូវតែដាក់ជំនាញអីទេចឹងខ្ញុំក៏សម្រេចចិត្តជ្រើសតាមបងប្រុសតែគាត់បានដើរមុនយើងក៏ឲ្យជ្រើសរើសជំនាញព័ត៌មានវិទ្យាទៅហើយខ្លួនឯងផ្ទាល់ជ្រើសជំនាញហ្នឹងតាំងតែខ្លួនឯងហ្នឹងមិនតែបានប៉ះពាល់កុំព្យូទ័រហ្នឹងផងតែដល់ពេលទៅចាប់ជំនាញកុំព្យូទ័រហ្នឹងតែម្ដងចំពោះខ្ញុំពេលដែលជាប់មហាវិទ្យាល័យលើផ្នែកព័ត៌មានវិទ្យាហ្នឹងភ្លាមគឺមានអារម្មណ៍ថាខ្លួនឯងផ្លាស់ប្ដូរគំនិតដែលធ្លាប់តែសម័យថាជាកាយបកមករៀនខាងជំនាញបច្ចេកទេសវិញដល់ពេលចឹងមានអារម្មណ៍ថាត្រូវតែខំប្រឹងតាំងចិត្តយើងត្រូវតែធ្វើឲ្យបានទាំងដែលបងប្រុសខ្ញុំផ្ទាល់ហ្នឹងអង្គុយភ័យពីក្រោយថាគាត់គួរតែចាប់ជំនាញនឹងឲ្យប្អូនត្រូវឬក៏ខុសចឹងយើងចាប់ផ្ដើមស្វែងយល់ពីកុំព្យូទ័រហ្នឹងហើយខិតខំឲ្យអស់ពីលទ្ធភាពចាបងមុននឹងបានស្ដាប់តាក់ទងជាមួយនឹងបទពិសោធន៍ជីវិតរបស់បងឃើញថាបងឆ្លងកាត់ច្រើនខ្លាំងមែនទែនតម្រាំតែបានមកដល់ដូចពេលបច្ចុប្បន្ននេះឥឡូវយើងងាកចេញពីបទពិសោធន៍ជីវិតរបស់បងយើងចង់ដឹងតាក់ទងជាមួយនឹងព័ត៌មាននៃការសិក្សាម្ដងអញ្ចឹងបើសិនជាយើងនិយាយតាក់ទងជាមួយនឹងជំនាញផ្នែកព័ត៌មានវិទ្យានេះតើគេសិក្សាទៅលើអ្វីខ្លះដែលបងអាចជួយលម្អិនបន្តិចតាមបានទេបងចាតាក់ទងជាមួយជំនាញព័ត៌មានវិទ្យានេះគឺយើងសិក្សាទៅលើផ្នែកធំៗដូចជាការសរសេរកម្មវិធីកុំព្យូទ័រដែលក្នុងនោះសិស្សរបស់យើងរៀនយើងមានភាសាជាច្រើនដូចជាភាសា C, C++, C#, S#, Java Programming ឬក៏ភាសាដទៃទៀតនិងមួយទៀតយើងសិក្សាអំពីការគ្រប់គ្រងបណ្ដាញអញ្ចឹងគ្រប់គ្រងបណ្ដាញដូចជា Cisco ឬក៏ CCNA របស់យើងហ្នឹងហើយនឹងមួយជំនាញទៀតគឺតាក់ទងជាមួយនឹង web ដែលយើងហៅថា web ផ្សាយហ្នឹងតែ web ផ្សាយយើងហៅថាការរចនាគេហទំព័រដែលនៅក្នុងនោះយើងមានភាសាសរសេរ basic ពីដើមពី HTML, CSS, JavaScript ហើយនឹង PHP, NMSQL ហើយនឹង framework ដទៃទៀតផងដែរយើងក៏មានជំនាញជាមុខរបរទូចៗថែមទៀតដូចជាសេវាកម្មកុំព្យូទ័រការរចនា graphic ដោយកុំព្យូទ័រការរចនាគេហទំព័រហើយនឹងមួយទៀតគឺសេវាកម្មរដ្ឋបាលចាបងអញ្ចឹងមុននេះយើងបានដឹងតាក់ទងជាមួយនឹងមុខវិជ្ជាឬក៏មេរៀនដែលយើងត្រូវសិក្សានៅក្នុងជំនាញផ្នែកព័ត៌មានវិទ្យានេះហើយអញ្ចឹងនៅក្នុងជំនាញផ្នែកព័ត៌មានវិទ្យានេះវិញយើងមានបែងចែកជាប៉ុន្មានកម្រិតដែរនៅសាលាយើងទូទៅបច្ចុប្បន្ននេះគឺយើងមានបែងចែកត្រឹម6កម្រិតចាដែលយើងចាប់ពីកម្រិតទី1ទៅដែលហៅថាវិញ្ញាបនបត្រវិជ្ជាជីវៈតែវគ្គខ្លីហ្នឹងយើងហៅវគ្គខ្លីហ្នឹងមួយទៀតគឺសញ្ញាបត្រវិជ្ជាជីវៈ1 2 3និងមួយទៀតគឺតាក់ទងជាមួយសញ្ញាបត្រជាន់ខ្ពស់បច្ចេកទេសឬយើងហៅថាបញ្ញាបត្ររងឯកទេសចុងក្រោយគឺបញ្ញាបត្រយើងហៅថាបញ្ញាបត្រឯកទេសចា
ចាបងអញ្ចឹងតើតោងជាមួយនឹងកម្រិតនីមួយៗខ្ញុំគិតថាដោយសារតែយើងមានបែងចែកកម្រិតផ្សេងៗគ្នាដែរអញ្ចឹងតើតោងជាមួយនឹងពេលវេលានៃការសិក្សាវិញតើកម្រិតនីមួយៗយើងមានពេលវេលានៃការសិក្សារយៈពេលប៉ុន្មានដែរចាចំពោះវិញ្ញាបនបច្ចេកទេសវិជ្ជាជីវៈយើងមានគេហៅថាវគ្គខ្លីហ្នឹងយើងយកពី4ខែ6ខែអញ្ចឹងទៅតាមជាក់ស្ដែងនិងមួយទៀតសញ្ញាបត្រវិជ្ជាជីវៈ1យើងសិក្សាររយៈពេល1ឆ្នាំវិជ្ជាជីវៈ1យើងហៅថា C1 ណានិយាយរួមទៅភាសាខ្លីគឺ C1 C2 C3 អញ្ចឹងក្នុងមួយសញ្ញាបត្របច្ចេកទេសវិជ្ជាជីវៈហ្នឹងគឺ1ឆ្នាំយករយៈពេល1ឆ្នាំចំណែកឯសញ្ញាបត្រជាន់ខ្ពស់បច្ចេកទេសគឺហៅថាបញ្ញាបត្ររងយើងសិក្សាររយៈពេល2ឆ្នាំហើយនឹងចំពោះសញ្ញាបត្របញ្ញាបត្រឯកទេសហ្នឹងគឺរយៈពេល4ឆ្នាំឬក៏អាចលើសតិចតួចទៅតាមជាក់ស្ដែងចាចំពោះវិទ្យាស្ថានរបស់យើងក៏មានបើកវគ្គ 1.5 ហ្នឹងដែរគឺតកតងជាមួយនឹងជំនាញសេវាកម្មកុំព្យូទ័រហើយនិងការរចនាក្រាហ្វិកដោយកុំព្យូទ័រតើតើជាមួយនឹងវគ្គ 1.5 លានអ្នកនេះតើគេសិក្សារយៈពេលប្រហែលដែរហើយអ្នកណាខ្លះដែលគាត់អាចមកសិក្សាទៅលើវគ្គមួយនេះបានជាទូទៅគឺយើងផ្ដោតទៅលើគ្រួសារក្រីក្រនិងងាយរងហានិភ័យអ្នកដែលបោះបង់ការសិក្សាចំពោះអាយុវិញចាប់ពី15ឆ្នាំឡើងទៅគឺគាត់អាចចូលមករៀនបានហើយការសិក្សាជំនាញនេះនៅសាលាយើងគឺមាន2ទី1គឺការរចនាក្រាហ្វិកដោយកុំព្យូទ័រហើយនិងសេវាកម្មកុំព្យូទ័រហើយការសិក្សារយៈពេល4ខែឬក៏ទៅតាមនឹងទៅតាមជាក់ស្ដែងដោយសារយើងមានបើកវគ្គដូចជាសៅរ៍អាទិត្យឬក៏វេនយប់ទៅតាមជាក់ស្ដែងអញ្ចឹងណាហើយមិនត្រឹមតែប៉ុណ្ណោះទេគាត់មកសិក្សាចំពោះអ្នកដែលមកពីគ្រួសារក្រីក្រនិងងាយរងហានិភ័យគាត់ទទួលបានប្រាក់ឧបត្ថម្ភពីខាងក្រសួងទៀតគឺ280000ក្នុងមួយខែឃើញថាពិសេសខ្លាំងមែនតើបងយើងមានតាំងពីកម្រិត C1 C2 C3 ទាំងបរិញ្ញាបត្ររងហើយនិងបរិញ្ញាបត្រហើយថែមទាំងមានវគ្គ 1.5 អ្នកទៀតចឹងថាមានជំរឿនច្រើនខ្លាំងមែនតើសម្រាប់អ្នកដែលគាត់ចង់សិក្សាទៅលើជំនាញផ្នែកព័ត៌មានវិទ្យានេះមួយទៀតខ្ញុំចាប់អារម្មណ៍ទៅតាមវិទ្យាស្ថានឬក៏ទៅតាមសាលារៀនភាគច្រើនជំនាញផ្នែកព័ត៌មានវិទ្យានេះអត់សូវមានស្រីឬក៏អ្នកគ្រូផ្នែកស្រីគាត់បង្រៀនទៅលើនេះច្រើនទេចឹងកន្លែងមកបងវិញបងគឺជាអ្នកគ្រូស្ត្រីដែលមករៀនផ្នែកព័ត៌មានវិទ្យាអញ្ចឹងចង់ដឹងពីទស្សនៈរបស់បងទៅលើជំនាញផ្នែកព័ត៌មានវិទ្យានេះទៅលើស្ត្រីចាបើនិយាយរួមតាមជំនាញបច្ចេកវិទ្យាហ្នឹងមិនថាតើនេះខ្ញុំតាំងពីដើមមកខ្ញុំឃើញអត់សូវមាននារីមែនកាលពីខ្ញុំនៅរៀនក៏អត់មានដែរមួយថ្នាក់មានតែ 4-5 នាក់អីទេហើយដល់ពេលចាញ់បម្រើការងារក៏អត់សូវមានដែរជានារីប៉ុន្តែបច្ចុប្បន្នឃើញថាមានការផ្លាស់ប្ដូរច្រើនជាងមុនហើយដូចជានារីយើងឥឡូវរៀនបច្ចេកវិទ្យាច្រើនដែរដូចគ្នាដូចចំពោះខ្ញុំលើកទឹកចិត្តឲ្យស្ត្រីមករៀនជំនាញបច្ចេកវិទ្យានឹងតែម្ដងដោយសារអីគឺជាជំនាញមួយអតិភិបហើយងាយស្រួលក្នុងការរកការងារធ្វើបើនិយាយពីអតិភិបវិញគឺចាប់អារម្មណ៍ថាមានតែស្ត្រីអញ្ចឹងស្ត្រីយើងខ្លាំងមិនមែនខ្សោយទេយើងអាចចូលរៀនបានដូចគ្នាកុំគិតថាវិស័យបច្ចេកវិទ្យាតបច្ចេកទេសតជាបរោះអត់ទេសំខាន់យើងចូលចិត្តស្រឡាញ់យើងចូលរៀនបានដូចគ្នានិយាយមិនអីក្រៅពីការតាំងចិត្តទេចំណែកដែលការងារវិញគឺដំបូងនិយាយទៅឲ្យតែយើងចេះកុំព្យូទ័រគ្រប់មិនថាស្ថាប័នរដ្ឋស្ថាប័នឯកជនគឺត្រូវការអ្នកចេះកុំព្យូទ័រទោះបីយើងមានជំនាញផ្សេងក៏ដោយតែបើយើងអត់ចេះកុំព្យូទ័រក៏យើងអាចចេញទៅធ្វើការបានដែរបច្ចុប្បន្នចំពោះវិទ្យាស្ថានយើងលក្ខខណ្ឌនៃការចុះឈ្មោះចូលរៀនហ្នឹងគឺងាយស្រួលមែនតើហើយមានការជ្រើសរើសបានច្រើនគ្រប់កម្រិតន័យថាបើសិនគាត់ចង់ចូលរៀនវគ្គបញ្ញាបត្រឬក៏បញ្ញាបត្ររងគាត់ត្រូវមានសញ្ញាបត្រជាប់ឬក៏ធ្លាក់បាក់ឌុបចំណែកឯគាត់ចង់ចូលរៀនវគ្គ 1.5M គាត់គ្រាន់តែមានចិត្តចង់ចូលរៀនជាពិសេសគាត់មកពីគ្រួសារក្រីក្រនិងងាយរងហានិភ័យហើយអាយុចាប់ពី15ឆ្នាំឡើងទៅគឺគាត់អាចចូលរៀនបានហើយអញ្ចឹងបងយើងងាកទៅលើទីផ្សារការងារវិញអញ្ចឹងបានន័យថាបច្ចុប្បន្ននេះយើងឃើញថាបច្ចេកវិទ្យាដើរលឿនខ្លាំងមែនតើហើយខ្ញុំគិតថាប្រហែលជាត្រូវការអ្នកបច្ចេកវិទ្យាច្រើនអញ្ចឹងទីផ្សារការងារសម្រាប់អ្នកដែលគាត់រៀនចប់ផ្នែកព័ត៌មានវិទ្យានេះតើពេលបច្ចុប្បន្ននិងអនាគតនឹងបែបណាដែរបងគឺមានឱកាសការងារកាន់តែច្រើនដោយសារអីនៅគ្រប់អង្គភាពមិនថាស្ថាប័នរដ្ឋឬក៏ស្ថាប័នឯកជនគឺត្រូវការអ្នកចេះបច្ចេកវិទ្យាយោងតាមសម័យ digital របស់យើងណាអញ្ចឹងគាត់ចេះភាសាគាត់ចេះសរសេរកម្មវិធីឲ្យខាងប្រព័ន្ធគ្រប់គ្រងទៅលើអីគេអង្គភាពមួយអញ្ចឹងទៅលើជាពិសេសខ្ញុំឧទាហរណ៍ដូចជាគាត់ចេះខាងសរសេរកម្មវិធីអញ្ចឹងគាត់អាចសរសេរកម្មវិធីប្រើប្រាស់នៅតាមរោងចក្រសហគ្រាសឬក៏ទៅតាមម៉ាទៅតាមអីផ្សេងទៀតហើយជាពិសេសមួយទៀតទៅតាមជំនាញរចនាគេហទំព័រគាត់អាចសរសេរកម្មវិធីគ្រប់គ្រងទៅលើគេហទំព័រទៅឲ្យអង្គភាពមិនថាស្ថាប័នរដ្ឋឬស្ថាប័នឯកជនទេហើយនឹងពាក់ព័ន្ធយើងជំនាញបណ្ដាញមានន័យថាយើងនឹងស្រាប់ហើយប្រព័ន្ធអ៊ីនធឺណិតយើងប
បច្ចុប្បន្នគឺមានការរីកចម្រើនអញ្ចឹងត្រូវការអ្នកដែលចេះជំនាញខាង network នឹងក៏ច្រើនបើសិនគាត់មានជំរឿទី1បើគាត់រៀនចប់គាត់អាចចេញទៅបើករកស៊ីខ្លួនឯងក៏បានដែរបើកហាងកុំព្យូទ័របើកជួសជុលកុំព្យូទ័រឬក៏បើកធ្វើស្លាកយីហោឬក៏រោងពុម្ពសាច់ជាជំនាញរបស់យើងទាំងអស់អាហ្នឹងបើសិនជាយើងមានដើមទុនហើយស្រឡាញ់យើងបើកហ្នឹងទៅបើសិនចង់រកស៊ីខ្លួនឯងមួយទៀតបើសិនបើយើងចង់ធ្វើការឯកជនអញ្ចឹងគ្រប់ក្រុមហ៊ុនគេត្រូវការជ្រើសរើសតាមផ្នែកនីមួយៗហើយបើយើងរៀនចប់យើងមានសមត្ថភាពផ្ដោតខ្លាំងទៅលើការសរសេរកម្មវិធីយើងចូលទៅឯកជនមួយទៀតតកតងជាមួយនឹងបើថាយើងអត់ចង់ធ្វើការងារឯកជនទេយើងអត់ចង់បើករកស៊ីខ្លួនឯងទេយើងចង់ចូលធ្វើការងាររដ្ឋអូខេយើងអាចប្រឡងដាក់ពាក្យចូលជាពិសេសគឺក្រមក្រសួងការងារនឹងតែម្ដងគឺជ្រើសរើសគ្រូជំនាញបច្ចេកទេសនឹងច្រើនចាបងឃើញថាក្រុមហ៊ុននីមួយៗត្រូវតែមានអ្នកបច្ចេកវិទ្យាឬក៏ព័ត៌មានវិទ្យានៅក្នុងនោះអញ្ចឹងបើសិនជាយើងសម័យមើលបច្ចេកវិទ្យារាល់ថ្ងៃហ្នឹងដើរលឿនខ្លាំងមែនតើហើយយើងអត់មានអ្នកជំនាញផ្នែកព័ត៌មានវិទ្យានឹងគ្រប់គ្រាន់ទេសម្រាប់បងផ្ទាល់បងគិតថាតើវានឹងអាចជួបរឿងអ្វីកើតឡើងខ្លះដែរឬក៏បញ្ហាអ្វីកើតឡើងដែរបើសិនជាយើងអត់មានអ្នកជំនាញផ្នែកព័ត៌មានវិទ្យានេះចូលរួមចាពិតជាមានផលប៉ះពាល់ទៅថ្ងៃមុខបើសិនបើយើងមិនងាកមករៀនខាងបច្ចេកវិទ្យាដោយសារប្រទេសយើងគឺជាប្រទេសកំពុងអភិវឌ្ឍអញ្ចឹងយើងនឹងស្រាប់ហើយកំពុងអភិវឌ្ឍមានថាអភិវឌ្ឍគ្រប់វិស័យអញ្ចឹងជាពិសេសវិស័យបច្ចេកវិទ្យារបស់យើងនឹងយើងកំពុងដើរតាមគេអញ្ចឹងលើកកម្ពស់ឲ្យយុវជនជំនាន់ក្រោយនឹងគាត់ងាកមករៀនខាងផ្នែកព័ត៌មានវិទ្យាកាន់តែច្រើនសាជាកាន់តែច្រើនដើម្បីទៅថ្ងៃមុខយើងមានការអភិវឌ្ឍដោយប្រទេសដែលគេជឿនលឿនចំពោះខ្ញុំចង់លើកទឹកចិត្តឲ្យស្ត្រីយុវនារីរបស់យើងងាកមករៀនផ្នែកបច្ចេកវិទ្យាកុំគិតថាបច្ចេកទេសរៀនបានតែនិស្សិតដែលជាបុរសហើយអត់ទេយើងស្រីក៏អាចធ្វើបានដូចគ្នាសំខាន់យើងស្រឡាញ់ហើយសម័យនេះហើយយើងគិតមើលកាលពីសម័យខ្ញុំធ្វើបានជំនះបានទាំងដែលមិនមានអ៊ីនធឺណិតប្រើប្រាស់គ្រប់គ្រាន់ខ្ញុំរៀនគឺចង់ប្រើប្រាស់អ៊ីនធឺណិតគឺខ្ញុំចូលទៅតាមទូអ៊ីនធឺណិតតែបច្ចុប្បន្នគឺអត់មានទូទេយើងប្រើ 4G ក៏បានដែររៀនគ្រប់ everywhere every time ចំណែកការខ្ញុំចង់បានអ៊ីនធឺណិត search អ៊ីនធឺណិតតោះអស់1ម៉ោង1500មិនអាចចៅជ្រាវឯកសារបានអញ្ចឹងខុសគ្នាឆ្ងាយហើយខ្ញុំឃើញថាការផ្លាស់ប្ដូរបច្ចុប្បន្ននេះក៏មានការផ្លាស់ប្ដូរច្រើនដែរយុវជនរបស់យើងគឺពេញនិយមមានថាគាត់ចាប់អារម្មណ៍ទៅបច្ចេកវិទ្យាច្រើនអញ្ចឹងឃើញថាផ្លាស់ប្ដូរច្រើនសិស្សនិស្សិតជានារីរបស់យើងគឺងាកមករៀនផ្នែកបច្ចេកវិទ្យាមិនថាតែជំនាញព័ត៌មានវិទ្យាទេសូម្បីតែជំនាញអគ្គិសនីឬក៏បរិក្ខារត្រជាក់ផ្សេងក៏មាននិស្សិតនារីយើងប្រើមករៀនច្រើនអញ្ចឹងខ្ញុំលើកទឹកចិត្តឲ្យយុវនារីរបស់យើងងាកមករៀនផ្នែកបច្ចេកវិទ្យាឲ្យកាន់តែច្រើនដើម្បីអភិវឌ្ឍប្រទេសជាតិយើងទៅថ្ងៃខាងមុខ